ជនមកជាទីគោរពបាទយើងឃើញមកនេះទៅគឺជាករណីបាទគ្រោះថ្នាក់ចរាចរណ៍បាទរវាងបាទរថយន្តកុងតឺន័របាទបុកមកប៉ះហើយជាមួយនឹងម៉ូតូបណ្ដាលឲ្យបាទបរិមម្នាក់បាទស្លាប់បាត់បង់អាយុជីវិតបាទភ្លាមនៅនឹងកន្លែងកើតហេតុបាទទីតាំងហ្នឹងគឺនៅតាមបណ្ដោយផ្លូវវែងស្រេងបងប្អូនយើងបាទបាទសេនវិញយកលេខទី3ខណ្ឌមានជ័យរាជធានីភ្នំពេញបងប្អូនយើងបាទយកទៅកោតដល់បាទយកទៅកោតទេយកលេខយើងគេគាត់មកពលហើយប្រិមត្តជនជនបាទនេះគឺជាករណីបាទគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយបាទរថយន្តកុងតឺន័របាទប៉ះម៉ូតូបណ្ដាលឲ្យបរិមម្នាក់បាទស្លាប់បាត់បង់អាយុជីវិតភ្លាមមកនៅកន្លែងកើតហេតុបាទទីតាំងនេះគឺនៅតាមបណ្ដោយផ្លូវវែងស្រេងបាទស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី3បាទខណ្ឌមានជ័យរាជធានីភ្នំពេញបាទនៅវេលាម៉ោង9ជាងយប់ថ្ងៃទី11ខែមិថុនាឆ្នាំ2025បាទហើយយើងទៅមើលម៉ូតូរបស់គាត់បងប្អូនយើងម៉ូតូរបស់គាត់គឺនៅខាងនោះបាទមួយម៉ាក Honda Dream បាទស៊េរី03ពណ៌ខ្មៅបាទនេះរថយន្តកុងតឺន័របាទបើកចេញហើយដោយសារតែស្ទះពេកបងប្អូនយើងបាទស្ទះពេកនឹងឡានកុងតឺន័របាទហើយនេះគឺជាម៉ូតូរបស់គាត់បងប្អូនយើងនេះគឺជាម៉ូតូរបស់ជនរងគ្រោះដែលស្លាប់បាទបាត់បង់ជីវិតបាទម៉ាក Honda Dream បាទស៊េរី03បាទពណ៌ខ្មៅបងប្អូនយើងបាទពណ៌ខ្មៅបាទដែលពាក់ផ្លាកលេខបាទភ្នំពេញបាទពាក់ផ្លាកលេខភ្នំពេញបាទ 1BS បាទ8125ណាបងប្អូនយើងបាទហើយកញ្ចប់របស់គាត់ហ្នឹងគឺក្នុងហ្នឹងគឺមុនហ្នឹងគឺសមត្ថកិច្ចគាត់ឆែកមើលគឺឃើញបាទមានញញូបាទមានបរិបរសម្ភារៈរបស់គាត់ដូចជាធ្វើខាងសំណង់អញ្ចឹងណាបងប្អូនយើងបាទនេះហើយយើងមិនដឹងតែក្រុមគ្រួសារសាច់ញាតិគាត់នៅខាងណាខាងណីទេណាបងប្អូនយើងបាទបាទប្រហែលគាត់អានេះយើងឃើញទស្សនវិជ្ជាផ្ទាល់បាទនៅកន្លែងកើតហេតុគឺបង្កឲ្យមានការភ្ញាក់ផ្អើលបាទខ្លាំងមែនទែនប្រិមិត្តបាទដោយសារតែបាទបរិមម្នាក់ត្រូវបានស្លាប់បាត់បង់អាជីវិតបាទនៅនឹងកន្លែងកើតហេតុបាទភ្លាមតែម្ដងបាទនេះឡាននឹងតុកដរបាទបាក់ដៃខូចចាកំបីហើយបាក់ដៃខូចចាតុកនេះបាទមិនគឺបានមិនទៅលឿនទេលឿនទៅចាពេលលឿនតុកទៅឡានទៀតខំទេចាបាទឥឡូវចាប់ឡានអត់បានមើលផងតែផ្លូវរឿងនឹងហប់មានមើលក្នុងឡាននឹងទៅណាផងបាទកាន់លឺសូមខ្លាំងដែរអីលន់ខ្លាំងបាទលន់ពុតណែហ្នឹងអញ្ចឹងលើផ្លូវនេះអាសាមានគ្រោះថ្នាក់ដែរអត់ទេដួលច្រើនតែតំមានគ្រោះថ្នាក់មួយនឹងខ្លាំងផងមួយថ្ងៃចុង20នេះបាទអីនៅមុខហ្នឹងបានខ្ញុំលក់នៅនឹងដល់ម៉ោង9ម៉ោង10ឃើញរាល់ថ្ងៃមកឃើញរាល់ថ្ងៃទៅដើរស្របទិសគ្នាទាំងអស់ហើយស្របទិសគ្នាទាំងអស់ភាគច្រើនមកអីបានគាត់ដួលមកដួលអត់ស្លាប់នោះភាគច្រើនវាវះឲ្យចាប់ប្រាំងទៅអកស្រួលខ្លួនតែឡើយខ្ញុំមានស្តុបដែរមកយកចាប់ប្រាំងអកស្រួលឈប់អត់អីទេយកដឹងអីផងអីផ្លូវទៅដួលចង់បាទចាំអរគុណច្រើននេះអរគុណបាទអរគុណចានេះអរគុណបាទបងប្អូនប្រិយមិត្តបានបើតាមការបញ្ជាក់របស់បងស្រីបាទមុនហ្នឹងគឺគាត់បានបញ្ជាក់ថាបាទករណីចរាចរណ៍នេះគឺបាទដំបងឡើយគឺទិសដៅគឺស្របទិសគ្នាបាទម៉ូតូហើយកង់3បាទហើយអញ្ចឹងកង់3គឺប៉ះជាមួយនឹងម៉ូតូរបស់បងប្រុសហ្នឹងហើយក៏ទៀតបាទគាត់នឹងមកចូលជាមួយនឹងរថយន្តបណ្ដាឲ្យរថយន្តកុងតឺន័រហ្នឹងគឺកិនស្លាប់តែម្ដងណាបងប្អូនយើងបាទនេះទៅបង្កឲ្យមានការភ្ញាក់ផ្អើលនៅតាមបណ្ដោយផ្លូវបាទវែងស្រេងបាទស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី3បាទខណ្ឌមានជ័យរាជធានីភ្នំពេញបាទរវាងបាទរថយន្តកុងតឺន័របាទកិនបរិមម្នាក់បាទបែកបាតលេខគោបាទស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលបាទខ្លាំងតែម្ដងបាទនេះបងប្អូនយើងអតិថិភាពក៏នៅកន្លែងកើតហេតុយើងនេះបាទឥឡូវហ្នឹងក្រុមគ្រួសាររបស់គាត់ហ្នឹងក្រុមគ្រួសាររបស់បងគឺគាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅលើផ្លូវវិញស្រេងហ្នឹងបងផ្លូវវិញស្រេងបងផ្លូវវិញស្រេងបងបាទបងអាចមកផ្លូវវិញស្រេងនៅស្តុបសេះមាសបងតែបងជួយទុកអារម្មណ៍តិចណាបងណាបងធ្វើដំណើរមកដោយប្រុងប្រយ័ត្នមែនតើណាបងណាបើកបរនេះការប្រុងប្រយ័ត្នមែនតើបងខ្ញុំអ្នកនិយាយហ្នឹងខ្ញុំសវត្ថទីបងពុំនិយាយមួយបងណាឥឡូវហ្នឹងគាត់បានស្លាប់បាត់បង់ជីវិតបាត់ហើយណាបងណាឥឡូវជំនួស
បងគាត់ផុតហើយគាត់ផុតហើយបងគាត់ផុតហើយគាត់ផុតហើយបងគាត់ផុតហើយ ôi bên đây ôi thôi em baอายุ50 ปีឆ្នាំហើយ Luồng An con cắt khuôn នៅក្មួយ khăn san sócបងស្រីជួបសមាជិកបងស្រីហ៎បងស្រីជួបសមាជិកទេបងហ៎បាទនិយាយមួយសមាជិកទេបងដើម្បីធ្វើកំណត់ហេតុណាបងបងស្រីជួបសមាជិកទេបងយន់គាត់ជួបសមាជិកទេបងដើម្បីធ្វើកំណត់ហេតុដើម្បីយកគាត់ទៅបងហ៎ con ăn can cái bông បងយកគាត់ជួបសមាជិកចឹងណាបងដើម្បីធ្វើកំណត់ហេតុបងបើគាត់តុនខ្លួនទេបងត្រឡប់ហើយបងមើលគាត់ផងបងគាត់បាទមើលគាត់ផងបងកុំបាទគាត់តុនខ្លួនណាបងបាទមើលគាត់ផងបាទមើលគាត់ផងបងតុបគាត់ផងគាត់មកគាត់បាទគាត់ស្លាប់បាត់ហើយ ប្រេងក្លាបងជួយគាត់ទៀតបងប្រេងក្លាបងប្រេងក្លារត់គាត់បងប្រេងក្លាសិនណាគាត់ស្លុតគាត់គាត់ធ្វើអារម្មណ៍ គាត់ធ្វើអារម្មណ៍បានមកដល់ឃើញមកដល់ឥឡូវឃើញអញ្ចឹងឥឡូវជាក់ស្ដែងអញ្ចឹងបាទស្រីឯណាទ្រាំបានមកដល់ឃើញប្តីអញ្ចឹងហើយអត់មានបានពាក្យលាមួយម៉ាត់អីទេណាបងប្អូនយើងមកទៅដោយគ្មានពាក្យលាទេបាទករណីគ្រោះថ្នាក់ចរាចរណ៍នេះបាទទៅបាទព្រិះគ្រូប្រេវប្រាបាទគ្មានបានផ្ដាំផ្ញើក្រុមគ្រួសារសាច់ញាតិទេបងប្អូនយើងបាទ có tiền